សួស្តីថ្ងៃនេះខ្ញុំមកជៀនកពឹសជៀនឲ្យកូនប្រុសហើយខ្ញុំនឹកឃើញចែករំលែកពីវិធីសាស្ត្រជៀនកពឹសដែលវាស្រួយស្ញោកហើយវាអត់រឹងហើយទុកការស្រួយនឹងឲ្យបានយូររហូតដល់1ថ្ងៃឬក៏4-5ម៉ោងក៏នៅតែស្រួយហើយអត់រឹងបងប្អូនឥឡូវយើងមកមើលរូបមន្តរបស់យើងមានម្សៅស្រួយមួយកូនចានម្សៅអង្ករកន្លះកូនចានមានអំបិលខ្ញុំដាក់ល្មៀតចាហេតុអីខ្ញុំដាក់ល្មៀតខ្ញុំនិយាយតទៀតហើយខ្ញុំប្រើម្សៅ baking soda ហ្នឹងដើម្បីឲ្យម្សៅរបស់យើងហ្នឹងវាស្រួយបានយូរហើយវាជួយផូរហើយនឹងពងមាន់ឥឡូវយើងដាក់ម្សៅទាំងពីរមុខហ្នឹងលាយចូលគ្នាណាបងប្អូនណាចាបន្ទាប់មកយើងប្រើអំបិល1ចុងស្លាបព្រាកាហ្វេហើយនិងល្មៀត1ស្លាបព្រាកាហ្វេដាក់ល្មៀតធ្វើឲ្យឈ្ងុយហើយឡើងពណ៌លឿងឈ្ងុយឡើងក្រហមហ្មងហើយយើងប្រើម្សៅ baking sodaកន្លះស្លាបព្រាកាហ្វេដូចគ្នាបន្ទាប់មកខ្ញុំដាក់ពងមាន់ចាហើយយើងវាយបែបនេះឲ្យម៉ត់ចូលគ្នាមកបងប្អូនហើយយើងប្រើទឹកក្នុងបរិមាណ200 ml តែបើសិនជាបងប្អូននឹកឃើញថាខ្លាចអត់មានអីវល់បងប្អូនអាចចាក់ទឹកម្ដងតិចខ្ញុំអញ្ចឹងក៏បានដែរតែសម្រាប់ខ្ញុំវាយម្សៅនឹងចូលគឺខ្ញុំមើលបរិមាណទឹកគឺ200 ml គឺល្មមហ្មងសម្រាប់ម្សៅប៉ុណ្ណឹងប៉ុន្តែបើបងប្អូនអត់មានអីវល់ចាក់ម្ដងតិចទៅមើលតែមកសាក់ម៉ាត់គ្នានេះគឺបែបនេះគឺយើងរួចរាល់ហើយយើងយកទៅបំពងបានហើយម្សៅឡើងលឿងឡើងឈ្ងុយហ្មងប៉ុន្តែបងប្អូននៅពេលដែលបំពងទៅឡើងក្រហមឈ្ងុយល្មៀតណាអត់ចេញពណ៌លឿងទេបងប្អូនអាចសាក់លបងបាននេះជាដោយសារនៅស្រុកខ្មែរគេប្រើលាវឥឡូវយើងមកជៀនម្ដងបើកភ្លើងឲ្យក្តៅហើយចាដាក់ម្សៅជៀនកពឹសនឹងចូលបងប្អូនព្រីតិចខ្ញុំអត់មានវែកដូចស្រុកខ្មែរវែកឆាតប៉ែតខ្ញុំអត់មានណាចឹងខ្ញុំប្រើវែកធម្មតាមុនដំបូងបងប្អូនបើកភ្លើងឲ្យក្តៅបន្ទាប់ពីយើងដាក់កពឹសបាន2-3ប្រទេសអញ្ចឹងហើយគឺយើងបន្ថយភ្លើងតិចវិញឲ្យវាឆ្អិនដល់ម្សៅខាងក្នុងដល់ពេលវាឆ្អិនខាងក្នុងរួចអស់ហើយចាយើងបើកបន្ថែមកម្ដៅវាវិញបន្ថែមកម្ដៅកពឹសនឹងវិញឲ្យវាក្តៅខ្លាំងវិញហើយបន្ទាប់មកយើងលើកកពឹសនឹងដាក់នៅក្នុងកញ្ឆេងយើងកាលណាយើងប្រើភ្លើងក្តៅខ្លាំងពេលចុងក្រោយគឺធ្វើឲ្យវាស្រស់ខ្លាញ់បានល្អបងប្អូនអញ្ចឹងអាពេលដែលយើងជីងកពឹសនឹងវាត្រូវមានប្រើភ្លើងជាប់ហ្មងមានភ្លើងខ្សោយបន្តិចបន្ទាប់មកបានយើងដាក់ប្រើភ្លើងខ្លាំងចានេះគឺឆ្អិនណាបងប្អូនហើយញ៉ាំទៅអត់មានជាប់ខ្លាញ់ទេចាយើងជៀនបែបហ្នឹងស្រួយដល់ខាងក្នុងហើយចាហើយវាអត់ជាប់ខ្លាញ់ណាបងប្អូនហើយពេលដែលយើងជៀនរួចយើងទីកតិចម្សៅហ្នឹងចេញឲ្យអស់យើងចាក់លើកទី2អានេះខ្ញុំគ្រាន់តែធ្វើបង្ហាញបងប្អូនខ្លះអញ្ចឹងណាចាខ្ញុំជៀនចែកកូនហើយខ្ញុំចែករំលែកបទពិសោធន៍នឹងចាជៀនចែកកូនហើយជៀនឲ្យកូនញ៉ាំ sorry ចានេះគឺជាតិចនិចខ្លះចាសម្រាប់ខ្ញុំឥឡូវនេះការជៀនកពឹសរបស់ខ្ញុំរួចរាល់ហើយចាសូមអរគុណច្រើនឥឡូវយើងបន្តមកមើលការដែលយើងបុកអំបិលម្រេចម្ដងបងប្អូនតោះឥឡូវអំបិលម្រេចគឺខ្ញុំដាក់ម្រេចកពតហើយខ្ញុំប្រើជាមួយនឹងខ្នុរឬក៏បងប្អូនអត់មានខ្នុរមានរ៉ូឌីក៏បានដែរចាយើងដាក់តែប៉ុណ្្នឹងចូលខ្ញុំអត់មានប្រើស្ករអត់មានប្រើអំបិលឬក៏អត់មានប្រើប៊ីចេងទេចាខ្ញុំញ៉ាំជាមួយអំបិលម្រេចដូចឆ្មាអ្នកខ្លះគេញ៉ាំមួយជ្រក់តែខ្ញុំអត់មានអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាយ